មកបងប្អូនអើយថ្ងៃនេះអត់ពេចសំទេតែរៀបចំផ្ទះបន្តិចពីព្រោះអើយមួយរយៈនឹងអត់បានរៀបចំតែរៀបចំយ៉ាងណាក៏ដូចជាអត់ទៅមុខសោះបងប្អូនឥឡូវសម្រាប់បន្តិចហើយមកធ្វើប្រហុកគ្រឿងបងប្អូនអើយមើលនេះបងប្អូននេះមិនខ្លាញ់ជ្រូកទេណាបងប្អូននេះគឺប្រេងដូងគឺវាចាញ់ពីខ្ទិះដូងណាបងប្អូនអូយឆ្ងាញ់ខ្លាំងណាស់មួយបាយប្រឡាក់ល្ងមកខ្ញុំឃើញនឹកឃើញថាទិញសាកមកចលក់មើលអូយត្រូវឆ្ងាញ់ម្ល៉េះត្រូវប៉កហ្មងណាអត់ដែលញ៉ាំហងទិញសាកមើលបងប្អូនดูអត់ខាំនៅក្នុងស្រួយញាប់ខាំលើផោះហ្មងអូយឆ្ងាញ់ណាស់បងប្អូនអើយឆ្ងាញ់មែនបងប្អូនមើលស្រួយស្រាប់ត្មងញ៉ាំមកឡងចង់ញ៉ាំដៃអញ្ចឹងបងប្អូនมันឆ្ងាញ់បាច់និយាយទេបងប្អូននោះឆ្ងាញ់យ៉ាងនេះហើយនិយាយថាពីរៀងឥឡូវមើលសំជ្រូកមិនទេអញ្ចឹងហើយបងអីក៏ឆ្ងាញ់ស្អីក៏ឆ្ងាញ់ហើយឃ្លានឥឡូវងើបម៉ោងពេលសម្រាប់យប់ម៉ោង1យប់អីក៏ងើបញ៉ាំដែរបើឃ្លានហើយនឹងកាត់ហូបស្អីទៅហូបឃ្លានហ្នឹងហ្មងឃ្លានស្អីក៏ឆ្ងាញ់